មានន័យថាមួយខែមុនគឺមានបញ្ហាយ៉ាប់ជាងនេះខ្លាំងមែនអញ្ចឹងចឹងម្ចាស់គាត់សឹងកវីក្បាលហើយក វីក្បាលចង់ឲ្យលឿងមកចកាទៅអស់ហើយលឿងលឿងង៉ែបាត់ហើយបាទលោកតារោមកខ្ញុំសុំសួរមកសំណួរមកនិយាយពីមកឃើញចកាដូងច្រើនហើយជាពិសេសគឺស្លឹកលឿងគ្រប់កន្លែងហើយឥឡូវខ្ញុំចង់សួរលោកគ្រូដូងនេះវារស់ឬក៏វាងាប់នេះឥឡូវនេះវាស្ថានភាពវាពេលនេះបាទបរិយតាមពិតបើសិនជាយើងនឹងមើលនៅប្រទេសទេអញ្ចឹងយើងឃើញមើលពីចង្ងាយឬមើលពីផ្លូវមកចាំចង់ឲ្យលឿងមកចកាទៅអស់ហើយលឿងលឿងង៉ែបាត់ហើយបាទអញ្ចឹងបានថាមានន័យថាមុនហ្នឹងមានន័យថាមួយខែមុនគឺមានបញ្ហាយ៉ាប់ជាងនេះខ្លាំងមែនអញ្ចឹងចឹងម្ចាស់គាត់សឹងកវីក្បាលហើយកវីក្បាលហើយយើងបានមកកែប្រែជាមួយនឹងខាងគ្រូបច្ចេកទេសបាទបើសិនជាយើងចង់ដឹងច្បាស់ហ្នឹងគឺយើងអាចពិនិត្យតដល់ដើមពិនិត្យមើលគឺយើងមើលថាពកថ្មីវាមកបដូលហ្នឹងបដូលថ្មីវាមកឃើញមានសភាពល្អអញ្ចឹងមានន័យថារឹសក្រោមរបស់វាកំពុងតែចាប់ CG អញ្ចឹងបាទព្រោះយើងបានកែប្រែដំណាំដូងនេះគឺយើងបានធ្វើការដាក់ជីសរីរាង្គពិសេសយើងស្រោចគល់ហ្នឹងជាមួយនឹងពួកហ៊ុយមិចជាលទ្ធផលរបស់ហ៊ុយយន្តកសិកម្មស្រោចហ៊ុយមិចអីស្រោចហ៊ុយមិចដើម្បីបំពន់រឹសវាហ្នឹងឲ្យវាទៅ CG ធ្វើឲ្យរឹសហ្នឹងមានថាមពលទៅ CG ទៅបាទថាទៅ CG ព្រោះដោយសារវាមានថាធៀងមុននេះក៏វាមានរឹសតែរឹសហ្នឹងខ្សោយហើយខ្សោយបាទអញ្ចឹងរឹសថ្មីនេះមកបើយើងទៅបំពន់បន្ថែមហើយយើងដាក់ចំណីទៅទៀតបាទដាក់ចំណីមិនទៀតចំណីគឺជីសរីរាង្គហើយជីសរីរាង្គមិនបើយើងដាក់ជីសរីរាង្គវាល្អបើសិនយើងដាក់ជី NPK វាអាចនឹងរលាកឬថ្មីហ្នឹងបាទអញ្ចឹងធ្វើឲ្យពេលខ្លះមកចាក់ដាក់ជីកាន់តែអន់ដាក់ជីកាន់តែអន់ដោយសារឬមានបញ្ហាអញ្ចឹងម្ចាស់ចការទាំងអស់ត្រូវពិនិត្យមើលផ្ទាល់ខ្លួនឯងដើម្បីឲ្យដឹងច្បាស់ហើយពេលដែលយើងបានធ្វើអីទៅលើដំណាំហើយយើងត្រូវចេះសង្កេតធ្វើការតាមដានបាទមួយចំនួនដែលគាត់អត់សូវបានមើលច្បាស់ទេគាត់នៅដដែលបាទថ្មីខ្ញុំមកឃើញលឿងឃើញស្លឹកលឿងថាហេស្អីវាជីវិតវាកំពុងតែជួបបញ្ហាអាចនឹងប្រឈមនឹងបញ្ហាងាប់អញ្ចឹងណាបាទទៅពេលលោកគ្រូនិយាយថាអញ្ចឹងដូចមានសង្ឃឹមវិញដូចមានសង្ឃឹមវិញអរគុណបងប្អូនអញ្ចឹងដោយការបញ្ជាក់ជូនរបស់លោកគ្រូតារ៉ូបើសិនជាបងប្អូនចង់ដាំដូងឲ្យវាចាប់ផ្ដើមមានការលូតលាស់ហើយចាប់ផ្ដើមថាលែងព្រួយបារម្ភជាមួយនឹងការដាំអាចប្រឹក្សាបច្ចេកទេសបាទលេខទូរស័ព្ទគ្រូបច្ចេកទេសមាននៅក្នុងខមមិនបាទអរគុណ